ឈាមអ្នកជួបមើលខ្លួនឯងទៅកអ្នកហើយអ្វីបានជាមានឈាមនៅលើមាត់របស់អ្នកនេះមិនមែនជាឈាមទេនេះគឺជាផ្លែស្រកានាគដែលជាអូក្សិនបានឲ្យខ្ញុំទៅតែបានក៏ខ្ញុំបានហូបវាលឿនពេកហើយវាប្រឡាក់กับប្រពន្ធតើអ្នកមិនចូលចិត្តហូបផ្លែស្រកានាគទេមែនហើយខ្ញុំមិនចូលចិត្តហូបវាទេក៏ប៉ុន្តែជាអូក្សិនបានទូចឲ្យខ្ញុំភ្លក់រសជាតិវាអ្នកក៏ដឹងដែរថាក្មេងស្រីនោះពូកែរឹងរូសដូច្នេះវាក៏ប្រឡាក់ហើយអីចឹងវាឆ្ងាញ់ទេវាមិនអាក្រក់ទេគេឆាប់ទៅលាងសម្អាតទៅគឺមើលអ្នកទៅដូចជាកូនឆ្មាតូចអីចឹងតែប្រពន្ធរបស់ខ្ញុំគឺនៅពេលដែលខ្ញុំបានដេញតាមវាខ្ញុំបានឃើញពស់ពីរបានប្រយុទ្ធគ្នាជាមួយឆ្កែទេពរបស់ខ្ញុំក៏ខ្ញុំបានប្រញាប់ដេញតាមគេនៅពេលដែលខ្ញុំទៅដល់ខ្ញុំស្រាប់តែបានឃើញពស់ទាំងពីរនោះបានបាត់ខ្លួនដោយគ្មានដានពស់ពីរមួយពណ៌បៃតងមួយទៀតពណ៌ស្ដូចព្រើកហើយមានអ្វីហើយខ្ញុំបានរកឃើញរបស់នេះនៅលើរោមឆ្កែកអ្នកមើលក្រវិលថ្មីដែលខ្ញុំបានទិញនេះតើវាស្រស់ស្អាតទេស្រស់ស្អាតប្រពន្ធរបស់ខ្ញុំមានសម្រស់ស្រស់ស្អាតពីធម្មជាតិពាក់អ្វីក៏ស្រស់ស្អាតដែរជាស្ដាប់ពាក្យរបស់ខ្ញុំគឺនេះគឺជាក្រវិលរបស់ប្រពន្ធខ្ញុំក៏អ្វីវាហាក់ដូចជាពស់នោះគឺជាប្រពន្ធរបស់អ្នកទោះបីជាក្រវិលនេះជាប្រពន្ធរបស់ខ្ញុំក៏ដោយក៏អ្នកមិនអាចនិយាយថាពស់នោះគឺជាប្រពន្ធរបស់ខ្ញុំបានដែរក៏ខ្ញុំបានឃើញដោយភ្នែកផ្ទាល់ខ្លួនក៏តាមមិនក៏មិនមែនការពីម្សិលមិញនៅពេលដែលយើងមកដល់ប្រតិកម្មរបស់ពួកគេពិតជាចម្លែកណាស់គឺបើមិនអីចឹងទេតែហេតុអ្វីបានជាឆ្កែទេពរបស់ខ្ញុំព្រោះមិនឈប់នៅពេលដែលវាបានឃើញបងប្អូនស្រីទាំងពីរនាក់នោះនេះមានរឿងអីវាគ្រាន់តែបង្ហាញថាឆ្កែរបស់អ្នកមិនស្គាល់គេប៉ុណ្ណោះក៏វាជារឿងធម្មតាទេដែលវាព្រោះនៅពេលដែលឃើញមនុស្សចម្លែកអ្នកកុំភ្លេចថាឆ្កែទេពរបស់ខ្ញុំពិតជាមានប្រតិកម្មខ្លាំងណាស់ចំពោះពស់ក៏បើមិនអីចឹងទេវានឹងមិនព្រោះដោយគ្មានហេតុផលទេនេះគឺជាឆ្កែរបស់អ្នកមិនមែនជាឆ្កែរបស់ខ្ញុំទេគេមិនក៏ខ្ញុំអាចសង្ស័យប្រពន្ធរបស់ខ្ញុំដោយសារតែឆ្កែមួយក្បាលសង្ស័យឬខ្ញុំនឹងប្រាប់ការពិតទៅអ្នកកាលពីម្សិលមិញនៅពេលដែលបងប្អូនស្រីទាំងពីរនាក់នោះបានឃើញខ្ញុំកាន់កាបូបពស់គឺប្រតិកម្មនោះគឺទឹកមុខនោះគឺវាច្បាស់ណាស់ថាពួកគេស្អប់យើងដែលជាអ្នកចាប់ពស់ព្រោះពស់ដែលយើងបានចាប់គឺជាពួកវាអ្នកកំពុងនិយាយរឿងមិនពិតហើយការស្អប់គឺជារឿងធម្មតាទេអូពួកគេជាស្ត្រីពីរនាក់ខ្លាចពស់ក៏តើវាមិនមែនជារឿងធម្មតាទេមិនធម្មតាទេប្រសិនបើពួកគេពិតជាខ្លាចមែនពួកគេនឹងមិនអនុញ្ញាតឲ្យយើងស្នាក់នៅទេក្រោយមកប្រពន្ធរបស់អ្នកបានទូចឲ្យយើងស្នាក់នៅគឺដើម្បីសងសឹកយើងជាដាហើយនឹងចៅក៏ខ្ញុំបានចាប់ពស់របស់ពួកគេគេសៀវឈីងជាអ្នកមើលការខុសត្រូវសន្តាគារនាងគ្រាន់តែចង់រកលុយប៉ុណ្ណោះមិនថាលោកទាំងពីរនិយាយអ្វីទេខ្ញុំនឹងមិនជឿទេគឺអ្នកមិនជឿទេបានហើយខ្ញុំមានវិធីដើម្បីធ្វើឲ្យអ្នកជឿហើយគឺវិធីអ្វីកាលពីម្សិលមិញនៅពេលដែលខ្ញុំបានដេញតាមឆ្កែទេពរបស់ខ្ញុំក៏ខ្ញុំបានឃើញពស់ពីរបានប្រយុទ្ធគ្នាជាមួយឆ្កែទេពរបស់ខ្ញុំនៅពេលនោះខ្ញុំបានយកដុំធ្នូមួយដុំហើយបោះវាទៅក៏ខ្ញុំបានវាចម្ដងខ្លួនរបស់ពស់ស្ធំនោះក៏ប្រសិនបើប្រពន្ធរបស់អ្នកគឺជាពស់នោះក៏ដៃរបស់នាងនឹងមានស្នាមជាងតើប្រពន្ធរបស់អ្នកគឺជាពស់ស្ធំនោះមែនទេត្រាប់ណាអ្នកដកដៃអោរបស់ប្រពន្ធអ្នកឡើងហើយមើលគឺអ្នកចាស់ហើយគឺអ្នកពិតជាមិនដឹងពីភាពល្អនិងអាក្រក់ទេគឺខ្ញុំខ្វល់តែពីឆ្កែរបស់អ្នកទេប៉ុន្តែអ្នកបានមកបង្កាច់ប្រពន្ធខ្ញុំក៏ហេខ្ញុំគ្រាន់តែនិយាយការពិតទេតើអ្នកនៅចាំទេថានៅពេលដែលខ្ញុំបានជួបអ្នកដំបូងខ្ញុំបាននិយាយថាអ្នកមានក្លិនស្អុយដូចពស់នៅពេលនោះខ្ញុំគិតថាខ្ញុំមានកំហុសក្នុងការហាត់ក្លិនគឺមិនក៏មនុស្សមានក្លិនបែបនេះឥឡូវនេះវាហាក់ដូចជាប្រសិនបើប្រពន្ធរបស់អ្នកគឺជាពស់នោះអុយចឹងអ្វីទាំងអស់គឺសំហេតុផលហើយគឺមនុស្សចាស់អ្នកនិយាយមិនពិតទេអ្នកពិតជាគួរឲ្យខឹងណាស់អុយឆ្កែទេពរបស់ខ្ញុំប្រពន្ធតើអ្នកពិតជាគឺមានរឿងអីវាមានរយៈពេល1ថ្ងៃហើយតើអ្នកទៅណាខ្ញុំអាចសួរឆែខឹងបានទេថាតើនាងបានឃើញប្រពន្ធរបស់ខ្ញុំទៅណាទេរែងខ្ញុំព្រមមានអ្នកលើក្រោយកុំចេញពីទីនេះអីគឺមនុស្សពីរអ្នកនោះគឺជាអ្នកជំនាញពស់ពីរពួកគេមើលយើងដូចជាចង់ហូបយើងអីចឹងក៏ដឹងហើយតើអ្នកណាដែលបានឲ្យពួកគេយកឆ្កែទៅខ្ញុំស្អប់របស់បែបនោះបំផុតហើយគឺត្រូវហើយបងស្រីរាងកាយរបស់បងបានទន់ខ្សោយដល់កម្រិតនេះហើយតើបងមានគម្រោងធ្វើវានៅពេលណាយប់នេះទៅក៏ខ្ញុំបានរងចាំអស់រយៈពេលជាយូរមកហើយក៏ខ្ញុំព្រមមានអ្នកកុំបំផ្លាញផែនការល្អរបស់ខ្ញុំក៏បងស្រីល្អរបស់ខ្ញុំតើបងចង់ហូបពស់ពីរឬវាជារបស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកសើចទេគឺអ្នកពិតជាកំណាញ់មែនការដែលអនុញ្ញាតឲ្យអូនស្រីហូបតែចំណីដែលសល់ក៏មិនឆ្ងាញ់ដែរប្រសិនបើអ្នកចង់ហូបសូមទៅរកវាដោយខ្លួនឯងទៅយប់នេះខ្ញុំត្រូវតែរីករាយគឺដឹងហើយបងស្រីអ្នកនិយាយថាប្រសិនបើគាត់បានឃើញអ្នកទាំងពីរក្នុងរូបរាងនេះតើគាត់នឹងភ័យខ្លាចទេ